សួស្តីអ្នកទាំងអស់គ្នាតោះយើងបន្តសាច់រឿងស៊ីឈីងរបស់យើងជាបន្តទៀតស៊ីឈីងមិនបានចាប់អារម្មណ៍នឹងការសម្ដែងរបស់យូលីងជើនោះទេគាត់នៅតែបន្តបង្ក្រាបស្រមោលខ្មៅខណៈដែលគាត់កំពុងសម្លឹងមើលទៅជើងមេឃគាត់នឹកឃើញដល់ពេលដែលគាត់ទើបតែទទួលបានស្រមោលនេះនៅពេលនោះគាត់នឹងក្រុមកូលាន់បានប្រយុទ្ធជាមួយហ្វូងឆ្កែចចកស្រកាខ្មៅនៅតំបន់ព្រៃហាមឃាត់ស្រមោលនោះបានចេញពីឆ្កែចចកស្រកាខ្មៅមួយក្បាលដែលមើលទៅហាក់ដូចជាប៉ារ៉ាស៊ីតនោះជាលើកទី1ហើយដែលត្បូងគ្រីស្តាល់ពណ៌ស្វាយនៅក្នុងខ្លួនគាត់បានបញ្ចេញប្រតិកម្មខុសពីមុនដោយវាបានបិទភ្នាំងស្រមោលនោះចាប់ពីពេលនោះមកស្រមោលរបស់គាត់ក៏មានការផ្លាស់ប្ដូរនិយាយឲ្យចំទៅស្រមោលរបស់គាត់បានក្លាយជាកន្លែងផ្ញើប្រាណរបស់ស្រមោលឆ្កែចចកស្រកាខ្មៅនោះពួកវាទាំងពីរបានរលាយចូលគ្នាក្លាយជាតែមួយចាប់តាំងពីពេលនោះមកស្រមោលរបស់គាត់អាចស្រូបយកចំហាយពុលបានដែលជួយឲ្យការវឹកហាត់របស់គាត់ប្រព្រឹត្តទៅយ៉ាងរលូនជាការពិតណាស់នៅពេលដែលស្រមោលនោះស្រូបយកចំហាយពុលកាន់តែច្រើនសមត្ថភាពប្រយុទ្ធរបស់វាក៏កាន់តែកើនឡើងក្រៅពីជួយគាត់ស្រមោលនោះមិនមានការផ្លាស់ប្ដូរអ្វីធំដុំនោះទេបន្ទាប់ពីស៊ីឈីងរកឃើញវិធីគ្រប់គ្រងវាបានក្លាយជាអាវុធសម្ងាត់មួយរបស់គាត់វាគឺជាពេលដែលគាត់សម្រាប់យុវជនគោលមច្ឆាម្នាក់នោះដែលស្រមោលរបស់គាត់ចាប់ផ្ដើមបង្ហាញសញ្ញានៃភាពវៃឆ្លាតជាលើកដំបូងក្រោយមកបុរសសកលក៏បានប្រមានគាត់អំពីស្រមោលនេះផងដែរហើយក៏មានពេលមួយទៀតដែលស្រមោលនេះហាក់ដូចជាភ្ញាក់ពីដេករួចលួចពន្លត់ចង្គៀងដង្ហើមវិញ្ញាណនៅប្រជុំកោះមច្ឆាបន្ទាប់ពីពេលនោះមកស្រមោលរបស់គាត់មិនត្រឹមតែមើលទៅមានជីវិតនោះទេថែមទាំងបង្ហាញពីភាពវៃឆ្លាតទៀតផងស៊ីឈីងបានទាយដឹងជាយូរមកហើយថាវានឹងវិវត្តទៅជាបែបណាទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះគាត់តែងតែអាចប្រើប្រាស់កម្រិតវឹកហាត់និងត្បូងគ្រីស្តាល់ពណ៌ស្វាយដើម្បីបង្ក្រាបវាបានជានិច្ចដូច្នេះទោះបីជាគាត់បារម្ភពីវាក៏ដោយសារតែគាត់មិនដែលបណ្ដោយឲ្យវាខ្លាំងពេកវាមិនមានហានិភ័យក្នុងការវាយប្រហារគាត់នោះទេការដែលវាវាយប្រហារគាត់អំបញ្ញមិញមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺការដែលវាអាចតាក់ទាញបរិយៈនិងរទេះសេះនាគបានចំណុចនេះធ្វើឲ្យគាត់កាន់តែចាប់អារម្មណ៍ចង់ដឹងថាតើវាជាអ្វីឲ្យប្រកបគាត់សម្លឹងមើលស្រមោលនោះយ៉ាងស្ងប់ស្ងាត់រួចនិយាយថាទោះយ៉ាងណាក៏ដោយសម្រាប់ខ្ញុំឯងជាគ្រោះថ្នាក់ច្រើនជាងផលប្រយោជន៍ទៅទៀតពេលយូលីងជើឬពាក្យទាំងនេះគេក៏ញ័រខ្លួនចំប្រប់ក្នុងពេលជាមួយគ្នានោះស្រមោលក៏អាចដឹងថាលើកនេះខុសពីមុនដែរហើយវាក៏បញ្ចេញបំរែបំរួលធម្មពលនៃភាពភ័យខ្លាចនិងការអង្វរកបើអញ្ចឹងស៊ីឈីងបន្តខ្ញុំក៏មិនត្រូវការឯងទៀតដែរគាត់បិទភ្នែកលូកដៃស្ដាំចេញហើយសង្កត់ចុះទៅលើស្រមោលនៅលើដំបូលទូកពន្លឺពណ៌ស្វាយបានបាញ់ចេញមកជាមួយនឹងកម្លាំងបង្ក្រាបយ៉ាងខ្លាំងធ្វើឲ្យទូកវេទមន្តទាំងមូលញ័ររង្គើស្រមោលនោះហាក់ដូចជាមិនអាចទ្រាំបានយូរទៀតទេវាក៏ស្រែកយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមកព្រមទាំងបញ្ចេញអារម្មណ៍ឈឺចាប់និងខឹងសម្បារផងដែរស៊ីឈីងអាចដឹងពីអារម្មណ៍ទាំងនោះប៉ុន្តែគាត់មិនខ្វល់ឡើយហើយនៅតែបន្តបង្ក្រាបវាពេលឮសំឡេងស្រែកដ៏គួរឲ្យខ្លាចនោះយូលីងជឺភ័យខ្លាំងណាស់រហូតដើរថយក្រោយបន្តិចហើយសម្លឹងមើលស៊ីឈីងទាំងភ័យបារម្ភស្រមោលនោះបន្តស្រែកខណៈដែលវាកាន់តែខ្សោយទៅខ្សោយរហូតមានសំឡេងបែកបាក់បន្លឺឡើងស្រមោលនោះក៏បដូររូបរាងពីដើមឈើទៅជារូបរាងដើមវិញសំឡេងយំអង្វរដ៏ខ្សោយមួយទៀតក៏បន្លឺឡើងស៊ីឈីងមិនមានទឹកមុខអ្វីទាំងអស់ហើយនៅតែបន្តបង្ក្រាបវា180ដង240ដង320ដងពន្លឺពណ៌ស្វាយបានផ្ទុះឡើងខណៈដែលគាត់បង្ក្រាបវាម្ដងហើយម្ដងទៀតវាកាន់តែខ្សោយថ្លាឡើងហើយសំឡេងស្រែករបស់វាក៏កាន់តែខ្សោយទៅកែវភ្នែករបស់ស៊ីឈីងនៅតែមុតមាំដដែលគាត់ពិតជាមានបំណងចង់កំទេចស្រមោលនេះចោលមែនចំណែករឿងដែលគាត់ត្រូវដោះស្រាយជាមួយចំហាយពុលនៅពេលក្រោយទោះគាត់មិនទាន់ច្បាស់តែក៏មិនសូវបារម្ភប៉ុន្មានដែរសម្រាប់គាត់ត្បូងគ្រីស្តាល់ពណ៌ស្វាយគឺជារបស់សំខាន់បំផុតចំណែកស្រមោលគឺជារឿងបន្តបន្សំស្រមោលអាចស្រូបយកចំហាយពុលបានប៉ុន្តែត្បូងគ្រីស្តាល់ពណ៌ស្វាយអាចបិទត្រាវាមិនឲ្យមានគ្រោះថ្នាក់បើដូច្នេះមែនមានន័យថាត្បូងគ្រីស្តាល់ក៏អាចបិទត្រារបស់ផ្សេងទៀតដែលស្រដៀងនឹងស្រមោលនេះបានដែរក្នុងករណីអាក្រក់បំផុតបន្ទាប់ពីស្រមោលនេះស្លាប់ទៅស៊ីឈីងអាចទៅតំបន់ហាមឃាត់ដើម្បីស្វែងរកអ្វីផ្សេងទៀតដែលស្រដៀងវាមកជំនួសដូច្នេះទោះបីជាស្រមោលនោះខ្សោយនិងសាបសូន្យប៉ុណ្ណាក៏ដោយគាត់នៅតែបន្តបង្ក្រាបវាជានិច្ច350ដង460ដង570ដង680ដងគាត់នៅតែបន្តបង្ក្រាបដោយមិនឈប់ឈរទីបំផុតនៅពេលដែលស្រមោលនោះកាន់តែខ្សោយវាបានរួញខ្លួនទៅជាដុំមូលមួយធ្វើឲ្យវាមើលទៅមិនសូវថ្លាពេកពេលនោះវាបានប្រែរូបរាងជាមនុស្សតូចម្នាក់ហើយចាប់ផ្ដើមក្រាបអង្វរម្ដងហើយម្ដងទៀតស៊ីឈីងសម្លឹងមើលមនុស្សស្រមោលនោះរួចក៏បង្ក្រាបវាម្ដងទៀតគាត់វាយកំទេចវាដោយបាតដៃតែម្ដងសំឡេងស្រែកបានបន្លឺឡើងស៊ីឈីងនៅតែស្ងប់ស្ងាត់ខណៈដែលគាត់អង្គុយក្រោមពន្លឺព្រះអាទិត្យដោយគ្មានស្រមោលសូម្បីតែបន្តិចគាត់មិនខ្វល់ពីភាពចម្លែកនេះទេហើយដើរទៅគែមទូកវេទមន្តសម្លឹងមើលទៅទឹកសមុទ្រពណ៌ខ្មៅដោយយោងតាមទិសដៅពន្លឺព្រះអាទិត្យប្រសិនបើគាត់មានស្រមោលវាគួរតែចាំងនៅលើផ្ទៃសមុទ្រដែលពោពេញដោយចំហាយពុលនេះចូលនៅទីនោះស៊ីឈីងសម្លឹងទៅខាងមុខទូករួចនិយាយថាឆាប់ចេញមកឥឡូវនេះ
នៅលើដំបូលទូកគ្មានអ្វីកើតឡើងសោះស្ងាត់ជ្រងំស៊ីឈិញស្រាប់តែញញឹមហើយកៅភ្នែករបស់គាត់ប្រែជាត្រជាក់ល្ហឹមពន្លឺពណ៌ស្វាយបានចាំងចេញពីទ្រូងរបស់គាត់ហាក់ដូចជារៀបនឹងផ្ទុះចេញមកពេលនោះស្រមោលដ៏ញ័ររន្ធត់មួយក៏បានលេចចេញមកនៅលើដំបូលទូកត្រង់កន្លែងដែលគាត់បានបង្ក្រាបវាមុននេះវាប្រញាប់ប្រមូលផ្ដុំគ្នាជារូបរាងមនុស្សតូចម្នាក់រួចក្រាបអង្វរម្ដងហើយម្ដងទៀតយ៉ាងកំសត់ឯងចេញមកជឿតពេកហើយស៊ីឈិញនិយាយរួចបង្ក្រាបវាពីរបីដងទៀតមានសម្លេងផ្ទុះមួយទៀតហើយមនុស្សតូចនោះស្រែករួចក៏ផ្ទុះបែកខ្ចាត់ខ្ចាយស៊ីឈិញគ្មានទឹកមុខអ្វីទាំងអស់គាត់អង្គុយបិទភ្នែកតាំងសមាធិបន្តតាមពិតទៅការសម្លាប់ស្រមោលនេះពិបាកជាងការគិតទៅទៀតមើលទៅគាត់ប្រហែលជាត្រូវសិក្សាបន្ថែមពីត្បូងគ្រីស្តាល់ពណ៌ស្វាយនេះហើយដើម្បីរកវិធីដែលមានប្រសិទ្ធភាពជាងនេះពេលវេលាកន្លងផុតទៅរហូតដល់ពេលថ្ងៃត្រង់ខណៈដែលព្រះអាទិត្យក្តៅខ្លាំងហើយយូលីងជឺកំពុងតែអន្ទះសារយ៉ាងខ្លាំងទីបំផុតស៊ីឈិញបានបើកភ្នែកឡើងរួចសម្លឹងមើលទៅកន្លែងដដែលនៅលើដំបូលទូកនោះឆាប់ចេញមកឥឡូវនេះលើកនេះស្រមោលបានលេចចេញមកយ៉ាងលឿនគួរឲ្យភ្ញាក់ផ្អើលច្បាស់ណាស់ថាវាភ័យខ្លាចការធ្វើទរណកម្មម្ដងទៀតវានៅតែខ្សោយដដែលប៉ុន្តែបន្ទាប់ពីសម្រាកប្រមាណម៉ោងមកវាក៏មានកម្លាំងឡើងវិញបន្តិចហើយពេលនេះវាមើលទៅដូចជាដើមឈើវិញហើយវាញ័រខ្លួនហើយបញ្ជូនអារម្មណ៍អង្វរនិងភ័យខ្លាចដែលខ្លាំងជាងមុន10ដងហើយនៅជាមួយខ្ញុំយូរលំមនឹងដឹងថាខ្ញុំជាមនុស្សបែបណាហើយស៊ីឈិញនិយាយទាំងសម្លឹងមើលវាយ៉ាងត្រជាក់តាមពិតគាត់ពិតជាចង់សម្លាប់វាមែនប៉ុន្តែគាត់ត្រូវចំណាយពេលដើម្បីរកវិធីប្រើប្រាស់ត្បូងគ្រីស្តាល់ពណ៌ស្វាយសម្លាប់វាឲ្យបានសម្រេចដូច្នេះពេលឃើញវាភ័យខ្លាចខ្លាំងបែបនេះគាត់ក៏និយាយថាខ្ញុំទុកពេលឲ្យឯង3ខែដើម្បីបញ្ចុះបញ្ចូលខ្ញុំកុំឲ្យសម្លាប់ឯងបើឯងធ្វើមិនបានទេគាត់បញ្ឈប់សម្ដីត្រឹមនឹងដោយមិននិយាយអ្វីបន្តទៀតស្រមោលនោះញ័រខ្លួនហើយក្រាបអង្វរម្ដងហើយម្ដងទៀតដើម្បីបង្ហាញការយល់ព្រមស៊ីឈិញសម្លឹងមើលវារួចនិយាយថាស្ដាប់ឲ្យច្បាស់ទោះបីជាឯងទើបតែទម្លាយកម្រិតអំបញ្ញមិញក៏ដោយក៏វាមិនមានន័យអ្វីដែរគ្មានអ្វីផ្លាស់ប្ដូរឡើយលេបត្របាក់គ្រប់គ្រងស្រមោលនោះនិយាយទោះជាយ៉ាងណាក៏ដោយមិនដឹងថាមកពីវាខ្សោយពេកឬមកពីធម្មជាតិរបស់វាទេសូម្បីតែបន្ទាប់ពីទម្លាយកម្រិតរួចក៏វានៅតែមិនអាចនិយាយដូចមនុស្សធម្មតាបានហើយពិបាកក្នុងការបញ្ចេញមតិស៊ីឈិញជួញចិញ្ចើមគាត់ត្រូវការព័ត៌មានលម្អិតពេលនេះស្រមោលបានឡើងកម្រិតខ្ពស់ជាងមុនហើយគាត់ចង់ដឹងថាវាមានសមត្ថភាពអ្វីខ្លះព័ត៌មាននេះនឹងមានសារៈសំខាន់ខ្លាំងសម្រាប់ការប្រយុទ្ធនៅពេលក្រោយលោកម្ចាស់ទុកភារកិច្ចនេះឲ្យខ្ញុំចោះយូលីងជឺនិយាយរន្ទះឆ្វាច់ឆ្វាច់ជុំវិញខ្លួនគេខណៈដែលគេប្រញាប់ដើរទៅក្បែរស្រមោលនោះអង្គុយចុះរួចសម្លឹងមើលភ្នែកទាំង100របស់វាដោយបន្ថយសំឡេងកុំឲ្យស៊ីឈិញលើគេនិយាយថាខ្ញុំនឹងសួរឯងសំណួរខ្លះបើត្រូវព្រិចភ្នែកបើខុសងក់ក្បាលឥឡូវប្រាប់ខ្ញុំមកពាក្យថាលេបត្របាក់របស់ឯងអំបញ្ញមិញមានន័យថាម៉េចលេបត្របាក់អ្វីលេបត្របាក់ចំហាយពុលមែនទេលេបត្របាក់សាច់ឈាមមែនទេឬលេបត្របាក់ស្រមោលច្បាស់ណាស់ថាស្រមោលនោះមិនចូលចិត្តយូលីងជឺទេប៉ុន្តែវាគ្មានជំរឿអ្វីក្រៅពីធ្វើតាមគេឡើយទីបំផុតពេលដែលវាឮយូលីងជឺនិយាយថាលេបត្របាក់ស្រមោលវាក៏ព្រិចភ្នែកលេបត្របាក់ខ្លួនឯងហ៎គឺលេបត្របាក់ស្រមោលអ្នកដទៃលេបត្របាក់មួយម៉ាត់មែនទេឬលេបត្របាក់ទាំងមូលគ្រប់គ្រងរាងកាយមែនទេឬគ្រប់គ្រងព្រលឹងបន្ទាប់ពីសាកសួរតាមរបៀបនេះយូលីងជឺទីបំផុតក៏យល់អត្ថន័យខ្លះៗហើយក៏ងាកទៅប្រាប់ស៊ីឈិញលោកម្ចាស់ខ្ញុំយល់ហើយអាស្រមោលតូចចង់ប្រាប់ថាវាអាចលេបត្របាក់ស្រមោលអ្នកដទៃបានពេលដែលវាលេបត្របាក់ស្រមោលនោះទាំងមូលវានឹងអាចគ្រប់គ្រងរាងកាយរបស់បុគ្គលនោះបានប៉ុន្តែលោកម្ចាស់ដោយសារតែលោកមានរបស់ដែលវាខ្លាចបំផុតទើបវាប្រើប្រាស់វិធីនេះមិនបានផលចំពោះលោកពេលដែលយូលីងជឺពន្យល់ស្រមោលនោះក៏បញ្ជូនអារម្មណ៍យល់ព្រមហើយងក់ក្បាលរហូតប៉ុន្តែមួយរំពេចក្រោយមកវាក៏ចាប់ផ្ដើមក្រវីក្បាលយ៉ាងខ្លាំងបន្ទាប់មកវាក៏សម្លឹងមើលយូលីងជឺទាំងអស់សង្ឃឹមតាមមើលទៅការបង្ក្រាបយ៉ាងខ្លាំងក្លារបស់ស៊ីឈិញបានធ្វើឲ្យប៉ះពាល់ដល់ប្រាជ្ញារបស់វាធ្វើឲ្យវាមិនសូវឆ្លាតដូចមុនទេចំណែកអាស្រមោលតូចយូលីងជឺនិយាយយ៉ាងទន់ភ្លន់ដោយមិនបង្ហាញសញ្ញាថាគេមានបំណងអាក្រក់អ្វីឡើយព្រិចភ្នែកគឺមែនងក់ក្បាលគឺមិនមែនវិធីនេះនឹងងាយស្រួលសម្រាប់ខ្ញុំក្នុងការយល់ពីអ្វីដែលឯងចង់និយាយស្រមោលនោះព្រិចភ្នែកទោះបីជាយូលីងជឺកំពុងញញឹមក៏ដោយប៉ុន្តែក្នុងចិត្តគេកំពុងគិតថាអាស្រមោលគួរឲ្យស្អប់នេះនៅតែហ៊ានសម្លក់អញទៀតហេចាំមើលតែអញដាក់ទោសឯងទៅបើឯងទម្លាប់ឲ្យអញជាអ្នកបកប្រែឲ្យឯងហើយឲ្យតែឯងចាំពីរបៀបឆ្លើយមែននិងមិនមែនអញនឹងរកវិធីរាប់មិនអស់ដើម្បីធ្វើទរណកម្មឯងស៊ីឈិងមិនខ្វល់ថាយូលីងជឺកំពុងមានល្បិចអ្វីទេគាត់ចាប់អារម្មណ៍តែសមត្ថភាពដ៏ចម្លែករបស់ស្រមោលនេះប៉ុណ្ណោះគាត់ក៏មានការចាប់អារម្មណ៍ដែរដែលឃើញថាស្រមោលនេះខ្លាចត្បូងគ្រីស្តាល់ពណ៌ស្វាយខ្លាំងម្ល៉េះមានអ្វីទៀតទេគាត់សួរភ្នែកសង្កេតស្រមោលនោះឆ្លើយយ៉ាងលឿនរួចវាក៏សម្លឹងមើលយូលីងជឺបន្ទាប់ពីសាកសួរគ្នាទៅវិញទៅមកមួយសន្ទុះយូលីងជឺក៏ពន្យល់ពីអត្ថន័យរបស់ស្រមោលវាមានសមត្ថភាពមួយទៀតដែលអាចបញ្ជូនភ្នែកស្រមោលឲ្យទៅលាក់ខ្លួនក្នុងស្រមោលអ្នកដទៃ
ប្រសិនបើលោកម្ចាស់ប្រើប្រាស់វាលោកម្ចាស់នឹងអាចសង្កេតមើលអ្វីៗបានតាមរយៈភ្នែកទាំងនោះអាណាចក្រស្រមោលនោះនិយាយ Ullinger គិតបន្តិចរួចសួរសំណួរបន្ថែមទៀតបន្ទាប់ពីបញ្ជាក់ពីអត្ថន័យរបស់ស្រមោលរួចគេក៏ងាកទៅប្រាប់ Sitching យ៉ាងគោរពថាលោកម្ចាស់វាអាចបង្កើតអ្វីមួយដែលស្រដៀងនឹងអាណាចក្រស្រមោលពេលដែលវាបង្កើតរួចថាមពលរបស់វានឹងកើនឡើងយ៉ាងខ្លាំងនៅពេលដែលវាស្ថិតនៅក្នុងអាណាចក្រស្រមោលនោះហាក់ដូចជាពេញចិត្តនឹងការបញ្យល់នេះហើយវាក៏សម្លឹងមើល Ullinger ដោយក្តីស្អប់ខ្ពើមតិចជាងមុន Sitching គិតពិចារណាពីស្ថានភាពនេះការផ្លាស់ប្ដូររបស់ Ullinger អាចមើលឃើញយ៉ាងច្បាស់ចំណែកឯស្រមោលវិញកាន់តែមានរូបរាងដូចបីសាច់ទៅការមានពួកគេទាំងពីររួមបញ្ចូលគ្នាគឺជារឿងល្អមួយហើយអាចផ្ដល់ឲ្យគាត់នូវជម្រើសជាច្រើនក្នុងការប្រយុទ្ធបន្ទាប់ពីគិតមួយសន្ទុះគាត់ក៏ងាកទៅមើលសមុទ្រវិញហើយនឹកឃើញដល់បុរសយក្សដែលទាញរទេះសេះនាគនោះកៅភ្នែករបស់គាត់រួមតូចហើយគាត់នឹកឃើញដល់អ្វីដែលព្រឹទ្ធាចារ្យចៅបានប្រាប់គាត់អំពីទេះសេះនាគដែលផ្ទុកនៅវេទមន្តអាថ៌កំបាំងវាគឺជាវេទមន្តអាថ៌កំបាំងកម្រិតអធិរាជកាយមាសស្រូបយកវិញ្ញាណទាំង13000មិនដឹងថាខ្ញុំអាចចូលទៅក្នុងរទេះសេះនាគនោះហើយរៀនវេទមន្តអាថ៌កំបាំងនោះបានឬអត់ទេតើគំនិតនេះធ្វើឲ្យគាត់រំភើបខណៈដែលគាត់សម្លឹងមើលទៅសមុទ្របន្ទាប់មកទឹកមុខដែលពោពេញដោយការគិតក៏លេចឡើងនៅលើផ្ទៃមុខរបស់គាត់នៅតែអង្គុយចោងហោងនៅក្បែរនោះ Ullinger ក៏និយាយថាអាស្រមោលតូចខ្ញុំដឹងថាឯងមិនសូវចូលចិត្តលោកម្ចាស់របស់យើងទេមែនអត់ស្រមោលនោះហាក់ដូចជាភ្ញាក់ផ្អើលប៉ុន្តែវាក៏ប្រញាប់ងក់ក្បាលឯងមិនគួរធ្វើបែបនេះទេ Ullinger បន្តខ្ញុំធ្លាប់អានកំណត់ត្រាបុរាណជាច្រើនខ្ញុំប្រាប់ឯងចុះពួកក្បត់មិនដែលមានទីបញ្ចប់ល្អទេខ្ញុំដឹងថាឯងមិនចូលចិត្តជីវិតបែបនេះទេឯងគិតថាការរស់នៅដោយសេរីទើបជាជីវិតពិតដូច្នេះឯងនៅតែមានគំនិតចង់ក្បត់តាមពិតឯងចង់រកវិធីសម្រាប់លោកម្ចាស់ដ៏អស្ចារ្យរបស់យើងតើត្រូវទេពេលឮសំណួរនេះ Sitching ក៏ងាកមកមើលពេលឃើញ Sitching ងាកមកមើលស្រមោលនោះក៏ញ័រខ្លួនហើយប្រញាប់ងក់ក្បាល Sitching ដឹងច្បាស់ណាស់ថាគាត់បានបង្ក្រាបស្រមោលខ្មៅនេះខ្លាំងរហូតដល់ប្រាជ្ញារបស់វាធ្លាក់ចុះដូច្នេះហើយទើបវាចាញ់បោកការបញ្ចប់របស់ Ullinger ទោះជាយ៉ាងណាក៏ដោយគាត់នៅតែមានអារម្មណ៍ចង់បង្ក្រាបវាបន្ថែមទៀតចំពោះអ្វីដែលវាទើបតែបានបង្ហាញប្រាប់គាត់ប៉ុន្តែការធ្វើបែបនោះវាគ្មានហេតុផលអ្វីនោះទេទើបគាត់រំសាយគំនិតនេះចោលរួចក៏សម្លក់ទៅមើល Ullinger វិញដោយធ្វើរឹកពីជាអ្នកបម្រើដ៏ស្មោះត្រង់ Ullinger ក៏ឈប់ព្យាយាមធ្វើឲ្យស្រមោលខ្មៅនោះកាន់តែគួរឲ្យស្អប់ចំពោះមុខ Sitching សម្លឹងមើលស្រមោលនោះ Sitching សួរថាហេតុអ្វីបានជាឯងអាចតាក់ទាញចំណាប់អារម្មណ៍របស់បុរសយក្សដែលទាញរទេះសេះនាគនោះបានតាមពិតទៅឯងជានរណាឲ្យប្រកាសហើយតើនៅមានរបស់ប៉ុន្មានទៀតដែលដូចជាឯងនៅខាងក្រៅនោះស្រមោលនោះញ័រខ្លួនហើយខំប្រឹងអស់ពីសមត្ថភាពដើម្បីនិយាយតាមរយៈស្រមោលវិណាបន្ទាប់ពីនិយាយចប់វាក៏សម្លឹងមើលទៅ Ullinger យ៉ាងអន្ទះសារ Ullinger ដែលនៅតែអង្គុយចោងហោងក្បែរនោះក៏ចាប់ផ្ដើមខ្សឹបខ្សៀវស៊ូវាបន្ទាប់ពីស្រមោលនោះព្រិចភ្នែកនិងងក់ក្បាលជាច្រើនដងមក Ullinger ក៏ងាកមក Sitching លើកដៃគោរពហើយនិយាយយ៉ាងរំទមថាលោកម្ចាស់អាស្រមោលតូចចង់និយាយថាវាមិនដឹងថាវាជាអ្វីឲ្យប្រកាសនោះទេតាំងពីពេលដែលវាដឹងក្តីមកវាគ្រាន់តែជាស្រមោលមួយដែលមានសមត្ថភាពតោងផ្ញើប្រាណនៅក្នុងស្រមោលរបស់អ្នកដទៃតែប៉ុណ្ណោះនិយាយដល់ចំណុចនេះ Ullinger បានព្រិចភ្នែកពីរបីដងអំបញ្ញមិញនេះពេលដែល Sitching សួរថាតើមានរបស់ផ្សេងទៀតដូចជាស្រមោលនេះដែរឬទេគេអាចដឹងពីចេតនាសម្រាប់លាក់កំបាំងនៅក្នុងសំណួរនោះដោយបន្ថយសំឡេង Ullinger បន្តថាអាស្រមោលតូចក៏បាននិយាយដែរថាវាមិនដែលចាប់បានវត្តមានរបស់ផ្សេងទៀតដែលដូចខ្លួនវានោះទេប៉ុន្តែអ្នកបម្រើដ៏តូចទាបម្នាក់នេះយល់ថានៅលើโลกនេះមិនសូវមានរបស់ដែលកើតមកមានតែមួយគ្មានពីរនោះទេសម្រាប់រឿងបរិយៈទាញរទេះសេះនាគវិញអាស្រមោលតូចក៏មិនដឹងពីព័ត៌មានលម្អិតដែរវាគ្រាន់តែដឹងថាពេលឃើញបរិយៈនោះវាអាចបង្កើតសំឡេងដូចគ្នាដើម្បីហៅវាឲ្យមកបានបន្ទាប់ពីពិចារណាមើលខ្លួនឯងហើយអ្នកបម្រើដ៏តូចទាបម្នាក់នេះគិតថាអាស្រមោលតូចនេះប្រហែលជាមានទំនាក់ទំនងឲ្យមួយជាមួយនឹងរទេះសេះនោះកែភ្នែករបស់ Sitching រួមតូចគាត់ជឿការពន្យល់របស់ស្រមោលនេះតែមួយចំណែកប៉ុណ្ណោះប៉ុន្តែដោយសារវាបានប្រាប់ច្រើនបែបនេះទៅហើយគាត់គិតថាការគំរាមកំហែងបង្ក្រាបវាបន្តទៀតក៏មិនផ្ដល់ប្រយោជន៍អ្វីដែរការដែលវាអាចតាក់ទាញចំណាប់អារម្មណ៍របស់បរិយៈនិងរទេះសេះនោះគឺគ្រប់គ្រាន់បាត់ទៅហើយត្រឹមចំណុចនេះវាក៏អាចទុកជាអាវុធសម្ងាត់មួយបានដែរ Sitching អង្គុយពេនភ្នែននៅលើទូកវេទមន្តរបស់គាត់សម្លឹងមើលទៅសមុទ្រហើយពិចារណារឿងរ៉ាវនានាពេលនេះជារបៀបរសៀលទៅហើយទោះបីជាព្រះអាទិត្យនៅតែភ្លឺចែងចាំងតែក៏ចាប់ផ្ដើមបង្ហាញសញ្ញានៃការឈានចូលដល់ពេលល្ងាចដែរគាត់នៅតែបន្តគិតអំពីអ្វីដែលព្រឹទ្ធាចារ្យចៅបានប្រាប់គាត់អំពីបរិយៈនិងរទេះសេះនោះហើយកាន់តែគិតគាត់កាន់តែមានចំណង់ខ្លាំងឡើងប្រសិនបើគាត់ឃើញរបស់នោះតែម្ដងហើយលែងឃើញទៀតនោះគាត់ច្បាស់ជាមិនសូវចាប់អារម្មណ៍ប៉ុន្មានទេប៉ុន្តែពេលនេះគាត់បានឃើញវាដល់ទៅ2ដងហើយអ្វីដែលកាន់តែសំខាន់នោះគឺស្រមោលរបស់គាត់មានសមត្ថភាពអាចហៅវាមកបានម្ដងទៀតចំណុចនេះធ្វើឲ្យ Sitching ឆ្ងល់ថាតើគាត់អាចរៀបចំផែនការដើម្បីទទួលបានឱកាសនៃវាសនាក្នុងការរៀនក្បាច់គុណកម្រិតអធិរាជនោះបានឬអត់ជាការពិតណាស់វានឹងជារឿងដ៏លំបាកបំផុត
គ្រាន់តែសម្លឹងមើលបរិយៈនិងរទេះសេះនោះពីចម្ងាយគាត់មានអារម្មណ៍ថាព្រលឹងរបស់គាត់សឹងតែទ្រាំនឹងសម្ពាធនោះមិនបានទៅហើយប្រសិនបើគាត់ទៅចិត្តជាងនេះរាងកាយរបស់គាត់ប្រហែលជានឹងត្រូវបែកបាក់ខ្ទេចខ្ទីមិនខានវាគឺជាសម្ពាធដែលកើតចេញពីកម្រិតជីវិតដ៏ខ្ពង់ខ្ពស់ដែលជាអារម្មណ៍ដូចគ្នាទៅនឹងអ្វីដែលស៊ីឈីងធ្លាប់បានឆ្លងកាត់នៅក្នុងផ្ទាំងគំនូរលើជញ្ជាំងនៅប្រជុំកោះមច្ឆាទោះបីជាពេលនេះកម្រិតវឹកហាត់របស់គាត់ខ្ពស់ជាងមុនក៏ដោយប៉ុន្តែបរិយៈនិងរទេះសេះនោះមានភាពជាព្រះដែលលើសពីផ្ទាំងគំនូរនោះឆ្ងាយណាស់គាត់មិនអាចចូលទៅជិតបានទេកុំថាឡើយឈានជើងឡើងជិះរទេះនោះហើយទោះបីជាគាត់អាចឡើងជិះបានដោយវិធីណាក៏ដោយប្រសិនបើបរិយៈនោះងាកមកមើលគាត់ដឹងច្បាស់ថាគាត់ច្បាស់ជាមិនអាចទប់ទល់នឹងកម្រិតធម៌ពលនោះបានឡើយមិនដឹងថាប្រធានសម្ព័ន្ធបកទាំង7អាចធ្វើវាបានដោយរបៀបណាទេកាលពីពេលនោះស៊ីឈីងមានអារម្មណ៍ថាលុះត្រាតែបរិយៈនោះកំពុងតែដេកលក់ទើបអាចមានឱកាសឡើងជិះរទេះនោះបានអាស្រមោលខ្ញុំនឹងផ្ដល់ឱកាសឲ្យឯងលាងបាបខ្លះរបស់ឯងហៅបរិយៈនិងរទេះសេះនាគនោះឲ្យមករកខ្ញុំបន្ទាប់មកឯងត្រូវលួចចូលទៅខាងក្នុងហើយចម្លងយកក្បាច់គុណកម្រិតអធិរាជនោះមកស្រោខ្មៅនោះប្រញាប់បញ្ចេញបំរែបំរួលធម៌ពលនៃភាពភ័យខ្លាចភ្លាមខ្លាចណាស់យូលីងឈើមិនចាំបាច់ឲ្យស៊ីឈីងបញ្ជាទេគេមើលទៅមានការរំភើបយ៉ាងខ្លាំងហើយចាប់ផ្ដើមតាក់ទងជាមួយស្រមោលនោះមួយសន្ទុះក្រោយមកគេក៏បានចម្លើយលោកម្ចាស់អាស្រមោលតូចនិយាយថាបរិយៈនោះមានបំរែបំរួលធម៌ពលនៃភាពជាព្រះដ៏ចម្លែកដែលធ្វើឲ្យមិនអាចចូលទៅចិត្តបានឡើយលើពីនេះទៅទៀតបរិយៈនោះគ្មានស្រមោលផ្ទាល់ខ្លួនទេដែលធ្វើឲ្យកិច្ចការនេះកាន់តែពិបាកទៅទៀតជាការពិតណាស់ខ្ញុំក៏បានសួរវាដែរថាបើអញ្ចឹងហេតុអ្វីបានជាឯងហៅបរិយៈនិងរទេះសេះនោះមកធ្វើអ្វីចម្លើយគឺអាស្រមោលតូចសង្ឃឹមថាធម៌ពលរបស់រទេះសេះនោះនឹងអាចសម្លាប់លោកម្ចាស់បានអាស្រមោលតូចមិនអាចទ្រាំនឹងសម្ពាធកម្រិតនោះបានយូរទេហើយវាដឹងថាបើលោកម្ចាស់ស្លាប់វាក៏នឹងទទួលបានសេរីភាពដែរអូអាស្រមោលតូចអើយហេតុអ្វីបានជាឯងល្ងងពេលឮបែបនេះស៊ីឈីងនឹកឃើញដល់ពេលដែលស្រមោលនោះវាយប្រហារគាត់ហើយគាត់ក៏បង្ក្រាបវាភ្លាមតែម្ដងស្រមោលខ្មៅស្រែករួចបញ្ចេញអារម្មណ៍ភ័យខ្លាចនិងអង្វរកក្នុងពេលតែមួយងាកចេញពីស្រមោលខ្មៅស៊ីឈីងសម្លឹងមើលទៅលើមេឃខណៈដែលព្រះអាទិត្យកំពុងតែលិចបន្តិចម្ដងគំនិតជាច្រើនបានផុសឡើងក្នុងក្បាលរបស់គាត់ទីបំផុតព្រះអាទិត្យក៏លិចបាត់ហើយផ្ទៃមេឃក៏ប្រែជាងងឹតនោះគឺជាពេលដែលស៊ីឈីងនឹកឃើញដល់លើកទី1ដែលគាត់បានឃើញរទេះសេះនាគនោះនិងពេលដែលគាត់បានឃើញខ្មោចរាប់មិនអស់ចេញមកលងបន្លាចនៅពេលយប់ក្នុងដំណើរចេញសមុទ្រលើកដំបូងរបស់គាត់មានបទភ្លេងដ៏អស្ចារ្យមួយនៅក្នុងសមុទ្រគ្មានទីបញ្ចប់មនុស្សសាមញ្ញមិនអាចស្ដាប់ឮវាទេវាអមដំណើរយ៉ាងក្រហមឆ្អៅដែលជាក្អែកមាសចលនារាប់មិនអស់คล้ายជាបទចម្រៀងមួយគេហៅវាថាសំឡេងធម្មជាតិស្វាគមន៍ព្រះច័ន្ទព្រះបានស្រឡាញ់វាកៅភ្នែករបស់ព្រះបានសម្លឹងមើលវាសមុទ្រគ្មានទីបញ្ចប់ក៏คล้ายជាតំបន់ហាមឃាត់ចលនារាប់មិនអស់ក៏คล้ายជាភាពឃ្លាទាំងនោះគឺជាឃ្លាដកស្រង់ចេញពីកំណត់ត្រាសមុទ្រហើយវាបានពណ៌នាអំពីខ្មោចរាប់មិនអស់ដែលលងបន្លាចនៅពេលយប់នៅពេលដែលស៊ីឈីងនឹកឃើញអស់ឃ្លាទាំងនេះបេះដូងរបស់គាត់ចាប់ផ្ដើមលោតញាប់ហើយគំនិតថ្មីក៏ចាប់ផ្ដើមផុសឡើងព្រឹទ្ធាចារ្យចៅបាននិយាយថារទេះសេះនាគនោះតាមពិតគឺជាទេះរបស់អធិរាជព្រះអាទិត្យបើដូច្នេះមែនបរិះវ័យក្មេងនៅក្នុងចម្លាក់នោះច្បាស់ជាព្រះអាទិត្យហើយនេះគឺស្របទៅនឹងកំណត់ត្រាសមុទ្រកាយមាសមានរូបរាងជាយុវជនជិះរទេះសេះនាគនៅពេលថ្ងៃជាតំណាងព្រះអាទិត្យនៅពេលយប់វាត្រឡប់មកវិមានវិញដើម្បីស្ដាប់បទភ្លេងធម្មជាតិស្វាគមន៍ព្រះច័ន្ទបើអញ្ចឹងបុរសយៈនោះច្បាស់ជាអ្នកអមដំណើរព្រះអាទិត្យដើម្បីស្ដាប់បទភ្លេងនោះហើយទោះបីជាពេលនេះវាបានស្លាប់ទៅហើយក្តីបើវានៅសេសសល់សភាវគតិខ្លះតើវានឹងមិនលងខ្លួនក្នុងតន្ត្រីនោះទេឬអីគិតដល់ចំណុចនេះកែវភ្នែករបស់ស៊ីឈីងក៏បញ្ចេញពន្លឺនៃការទន្ទឹងរង់ចាំប្រសិនបើគាត់ចង់ធ្វើឲ្យផែនការនេះខ្លាយជាការពិតនោះគាត់នឹងត្រូវស្វែងរកខ្មោចរាប់មិនអស់ដែលលងបន្លាចនៅពេលយប់ហើយថតយកតន្ត្រីរបស់ពួកគេទុកគាត់អោនសម្លឹងមើលចិញ្ចៀនផ្ទុករបស់គាត់ដែលមានដបថតសម្លេងមួយនៅខាងក្នុងនោះបន្ទាប់ពីនោះគាត់គ្រាន់តែត្រូវការរកមើលបរិយៈនិងរទេះសេះនោះសមុទ្រហាមឃាត់គឺធំធេងណាស់ហើយការរុករកដោយខ្លួនឯងគឺជារឿងដែលមិនអាចទៅរួចទេបើសិនជាការសន្និដ្ឋានរបស់ខ្ញុំត្រឹមត្រូវមែនខ្ញុំច្បាស់ជាមិនមែនជាមនុស្សដំបូងដែលដឹងរឿងនេះទេប្រហែលជាប្រធានសម្ព័ន្ធបកទាំង7ក៏ទទួលបានក្បាច់គុណនោះតាមវិធីនេះដែរទោះបីជាអ្នកផ្សេងធ្លាប់គិតឃើញក៏ពួកគេត្រូវតែស្វែងរកដោយខ្លួនឯងខណៈដែលខ្ញុំអាចហៅវាមករកខ្ញុំបានដោយប្រើស្រមោលរបស់ខ្ញុំវិធីសាស្ត្រទាំងពីរនេះផ្ដល់ឱកាសជោគជ័យខុសគ្នាស្រឡះទោះបីជាយ៉ាងនេះក្តីគាត់មានអារម្មណ៍ថាគាត់ត្រូវតែអនុវត្តផែនការនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានក្រែងលោមានអ្នកផ្សេងកំពុងតែព្យាយាមធ្វើរឿងដូចគាត់ដែរស៊ីឈីងក៏នឹកឃើញដល់សម្ដីរបស់ព្រឹទ្ធាចារ្យចៅដែលថានៅពេលណាក៏ដោយដែលរទេះសេះនេះក៏ឃើញអ្នកស្នងមរតកនោះបរិយៈនឹងទៅដេកនៅបាតសមុទ្រហើយនឹងបង្ហាញខ្លួនឡើងវិញនៅច្រើនឆ្នាំក្រោយនេះបញ្ជាក់ថាមរតកនេះអាចទទួលបានតាមវិធីនេះតែប៉ុណ្ណោះ
ប៉ុន្តែខ្ញុំគិតថារឿងនេះមិនទាន់អាចបញ្ជាក់បានទេតតែពេលក្រោយទើបដឹងមកដល់ចំណុចនេះស៊ីឈីងតាំងចិត្តថានឹងសាកល្បងគំនិតរបស់គាត់នេះឲ្យបានរឿងដំបូងដែលត្រូវធ្វើគាត់រអ៊ូរទាំគឺត្រូវស្វែងរកខ្មោចរាប់មិនអស់ដែលលបបន្លាចនៅពេលយប់គាត់ដឹងថាការលបបន្លាចនោះនឹងកើតឡើងតែនៅពេលយប់ប៉ុណ្ណោះហើយនឹងមិនមានរយៈពេលយូរទេដូច្នេះហើយដោយមិនស្ទាក់ស្ទើរគាត់ក៏បញ្ជាឲ្យទូកវេទមន្តហោះចេញទៅស្វែងរកខ្មោចទាំងនោះភ្លាមប៉ុន្មានថ្ងៃបានកន្លងផុតទៅការស្វែងរកហាក់ដូចជាគ្មានលទ្ធផលសោះសមុទ្រហាមឃាត់គឺធំធេងណាស់ការស្វែងរកនេះគឺអាស្រ័យទាំងស្រុងទៅលើសំណាងទោះជាយ៉ាងណាក៏ដោយស៊ីឈីងនៅតែអត់ក្នុងរយៈពេល1ខែនេះគាត់កាន់តែស្ទាត់ជំនាញក្នុងការប្រើប្រាស់កូនកំបិតខ្មៅដោយសារយូលីងឈឺបានប្រែក្លាយទៅជាវិញ្ញាណរន្ទះពេលនេះកូនកំបិតនោះមានល្បឿនលឿននិងមានគ្រោះថ្នាក់គួរឲ្យភ្ញាក់ផ្អើលវាត្រូវបានគ្របដណ្ដប់ដោយនិមិត្តសញ្ញារន្ទះហើយបានផ្ទុះឡើងនៅថាមពលដែលធ្វើឲ្យស៊ីឈីងភ្ញាក់ផ្អើលយ៉ាងខ្លាំងល្បឿនរបស់វាបានយកឈ្នះអ្នកវឹកហាត់កម្រិតសាងគ្រឹះដែលមានអណ្ដាតភ្លើងជីវិតមួយក្រុមហើយខិតជិតទៅដល់អ្នកដែលមាន2ក្រុមនៅពេលដែលវារួមបញ្ចូលគ្នាជាមួយនឹងកម្រិតវឹកហាត់របស់ស៊ីឈីងវាបានធ្វើឲ្យសមត្ថភាពប្រយុទ្ធរបស់គាត់កើនឡើងយ៉ាងសាហាវក្រៅពីនោះស៊ីឈីងក៏អាចដឹងយ៉ាងច្បាស់ពីសមត្ថភាពរបស់ស្រមោលគាត់ផងដែរគាត់បានសាកល្បងឲ្យស្រមោលគាត់លេបត្របាក់ស្រមោលរបស់ត្រីឆ្លាមធ្មេញយក្សមួយក្បាលជាលទ្ធផលត្រីឆ្លាមនោះក៏បានខំខ្លួនឯងដាច់ជាពីរយ៉ាងសាហាវទិដ្ឋភាពនេះធ្វើឲ្យយូលីងជើស្រឡាំងកាំងហើយថែមទាំងលួចត្រីអដែលខ្លួនគ្មានស្រមោលចំណុចអាក្រក់តែមួយគត់គឺដំណើរការនៃការលេបត្របាក់នោះមានភាពយឺតយ៉ាវបន្តិចលើសពីនេះស្រមោលនោះក៏អាចបង្កើតភ្នែកស្រមោលបានផងដែរក្រោមការគ្រប់គ្រងរបស់គាត់ស្រមោលអាចបង្កើតភ្នែកស្រមោលបានជាង100គ្រាប់ដែលគាត់បានបំពាក់វាទៅលើសត្វសមុទ្ររកស៊ីពេលយប់ផ្សេងៗគ្នាដើម្បីជួយពង្រីកគំហើញរបស់គាត់ធ្វើបែបនេះគាត់មានឱកាសច្រើនជាងក្នុងការស្វែងរកខ្មោចដែលលងបន្លាចនៅពេលយប់មួយខែទៀតក៏បានកន្លងផុតទៅនៅរាត្រីមួយខណៈដែលស៊ីឈីងកំពុងតាមដានមើលស្ថានភាពតាមរយៈស្រមោលរបស់គាត់បេះដូងរបស់គាត់ក៏លោតញាប់ពេលគាត់ផ្ដោតអារម្មណ៍ទៅលើភ្នែកស្រមោលមួយជាពិសេសតាមរយៈភ្នែកនោះគាត់អាចមើលឃើញខ្មោចព្រីបិសាចជារាប់មិនអស់កំពុងតែងើបឡើងពីក្នុងទឹកនៅក្នុងតំបន់សមុទ្រមួយជាក់លាក់ខ្មោចរាប់មិនអស់កំពុងលងបន្លាចនៅពេលយប់ហើយដោយមិនស្ទាក់ស្ទើរស៊ីឈីងបានប្រមូលទូកវេទមន្តរបស់គាត់ទុករួចឈានចូលសភាពពន្លឺអច្ឆរិយៈភ្លាមអណ្ដាតភ្លើងជីវិតរបស់គាត់បានផ្ទុះឡើងយ៉ាងខ្លាំងក្លាប្រៀបដូចជាបន្ទុះភ្នំភ្លើងខណៈដែលគាត់ធ្វើចលនាយ៉ាងលឿនស្លេវសម្ដៅទៅរកទីតាំងនៃភ្នែកស្រមោលនោះភ្នែកស្រមោលនោះត្រូវបានបំពាក់ទៅលើសត្វត្រីម្យ៉ាងដែលមានឈ្មោះថាត្រីពន្លឺព្រះច័ន្ទត្រីប្រភេទនេះអាចមានប្រវែងរហូតដល់30ម៉ែត្រហើយមានក្បាលធំសម្បើមដែលស្មើនឹង 90% នៃរាងកាយរបស់វាទៅហើយពួកវាមានព្រុយនិងកន្ទុយតូចៗហើយមាត់របស់វាមិនអាចបិទជិតបានឡើយដែលធ្វើឲ្យពួកវាមើលទៅមិនដូចជាសត្វឆ្លាតនោះទេពួកវាក៏ហែលមិនសូវលឿនដែរដោយសារតែពួកវាចូលចិត្តពន្លឺមិនថាជាពន្លឺព្រះអាទិត្យឬពន្លឺព្រះច័ន្ទទេពួកវាច្រើនតែផុសនៅលើផ្ទៃទឹកទោះបីជាពួកវាមានសមត្ថភាពមុជចុះដល់បាតសមុទ្រក៏ដោយជាធម្មតាពួកវាគ្រាន់តែអណ្ដែតលើផ្ទៃទឹកដោយមិនកម្រើកខ្លួនសោះហាក់ដូចជាស្លាប់អញ្ចឹងត្រីពន្លឺព្រះច័ន្ទពិតជាសត្វដ៏ចម្លែកមួយនៅក្នុងសមុទ្រហាមឃាត់ដោយសារតែពួកវាច្រើនតែត្រូវបានហុំព័ទ្ធដោយសត្វសមុទ្រដែលរងរបួសគ្រប់ប្រភេទសត្វទាំងនោះមិនមែនរងរបួសដោយសារត្រីពន្លឺព្រះច័ន្ទទេផ្ទុយទៅវិញពួកវាចាត់ទុកត្រីនេះដូចជាកណាត់ដ៏ធំមួយសម្រាប់លាងសម្អាតមុខរបួសរបស់ពួកវានៅក្នុងកំណត់ត្រាសមុទ្ររបស់បក7ពន្លឺភ្នែកបានបញ្យល់ថាស្លេស្មោដែលត្រីទាំងនេះបញ្ចេញមានគុណសម្បត្តិជួយព្យាបាលរបួសហើយដោយសារហេតុនេះហើយទើបពួកវាដើរតួយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពធម្មជាតិនៅក្នុងសមុទ្រហាមឃាត់ស៊ីឈីងហោះយ៉ាងលឿនដោយមានការចង្អុលបង្ហាញផ្លូវពីស្រមោលរបស់គាត់បន្ទាប់ពីធ្វើដំណើរអស់រយៈពេលប្រហែល2ម៉ោងគាត់ក៏បានឃើញខ្មោចព្រាយបិសាចជាច្រើនកំពុងអណ្ដែតឡើងទៅលើមេឃនៅឯទីឆ្ងាយនេះពិតជាបាតុភូតនៃខ្មោចរាប់មិនអស់ដែលលងបន្លាចនៅពេលយប់មែនតំបន់នោះមានទំហំធំទូលាយដោយលាតសន្ធឹងចម្ងាយរាប់ពាន់ម៉ែត្រពីចុងម្ខាងទៅចុងម្ខាងទៀតវាមានលក្ខណៈខុសប្លែកពីលើកមុនដែលស៊ីឈីងធ្លាប់បានជួបប្រទះជាក់ស្ដែងបាតុភូតនីមួយៗគឺមិនដូចគ្នាទេភ្លាមៗនោះគាត់ក៏ចាប់ផ្ដើមបារម្ភថាតើគំនិតរបស់គាត់នឹងទទួលបានជោគជ័យឬអត់គាត់មិនដឹងថាទ្រឹស្ដីរបស់គាត់មានប្រសិទ្ធភាពកម្រិតណានោះទេប៉ុន្តែបន្ទាប់ពីខិតខំប្រឹងប្រែងមកដល់ចំណុចនេះហើយគាត់មិនព្រមចុះចាញ់ឡើយគាត់គ្រវីដៃហើយទូកវេទមន្តរបស់គាត់ក៏លេចចេញមកធ្លាក់ទៅលើផ្ទៃទឹកបង្កឲ្យមានសំឡេងគ្រហឹមខណៈដែលរលកទឹកបោកបក់ស្រមោលរបស់គាត់ក៏បានប្រមូលភ្នែកស្រមោលរបស់វាត្រឡប់មកវិញស៊ីឈីងឈានជើងឡើងលើទូកវេទមន្តរួចបើកវាសម្ដៅទៅរកហ្វូងខ្មោចទាំងនោះពេលដែលគាត់សម្លឹងមើលពួកវាសំឡេងដ៏ចម្លែកក៏លាន់ចូលមកក្នុងត្រចៀករបស់គាត់វាស្ដាប់ទៅមិនដូចជាតន្ត្រីសោះឡើយតែបែរជាដូចជាសំឡេងត្រហោយយំរបស់ខ្មោចបិសាចដ៏កាចសាហាវដែលស្រដៀងនឹងការយំសោកឬការលូករបស់ឆ្កែចចកទៅវិញស៊ីឈីងបានបង្អង់ល្បឿនទូករបស់គាត់ហើយបញ្ឈប់វានៅចំកណ្ដាលហ្វូងខ្មោចតែម្ដងបន្ទាប់មកគាត់ក៏យកដបថតសំឡេងចេញមកបើកវាហើយបញ្ជូនថាមពលទៅក្នុងនោះខ្សែពលឺតូចៗបានហោះចេញពីដបនោះហើយស្អាតភាយចេញខណៈដែលមុខងារថតសំឡេងរបស់វាត្រូវបានដំណើរការបន្ទាប់ពីនោះស៊ីឈីងបានសម្លឹងមើលទៅលើមេឃដងងងឹតនិងហ្វូងខ្មោចដែលកំពុងអណ្ដែតឡើងទៅលើអាកាស
គាត់បានលើសម្លេងដ៏ចម្លែករបស់ពួកវាហើយក៏នឹកឃើញដល់ពេលដែលគាត់បានជួបប្រទះបាតុភូតនេះជាលើកដំបូងដោយគ្រប់គ្រងគំនិតនិងអារម្មណ៍របស់ខ្លួនគាត់បានបង្ខំខ្លួនឯងឲ្យស្ងប់ស្ងាត់ជំនួសឲ្យការបដិសេធសម្លេងទាំងនោះថាជាសម្លេងដ៏កាចសាហាវគាត់បែរជាទទួលយកពួកវាទៅវិញគាត់ព្យាយាមសម្រួលអារម្មណ៍ឲ្យស្របទៅនឹងសម្លេងទាំងនោះបន្តិចម្ដងបន្ទោមពេលដែលគាត់កាន់តែស្ងប់ស្ងាត់ពេលវេលាក៏បានកន្លងផុតទៅមុនពេលដែលគាត់ដឹងខ្លួនវាបានឈានចូលដល់ថ្ងៃបន្ទាប់ទៅហើយនៅពេលដែលពន្លឺព្រះអាទិត្យដំបូងនៃព្រឹកព្រលឹមបានចាំងមកហើយខ្យល់សមុទ្របានបក់ប៉ះផ្ទៃមុខរបស់គាត់ក៏បើកភ្នែកឡើងយឺតៗនៅក្នុងកែវភ្នែករបស់គាត់បង្កប់នៅភាពសោកសៅយ៉ាងជ្រាលជ្រៅដែលគាត់បានខំប្រឹងលាក់ទុកនៅក្នុងជម្រៅបេះដូងពេលនេះវាជាពេលថ្ងៃហើយបាតុភូតខ្មោចលងបន្លាចក៏បានបញ្ចប់ទៅមួយយប់បានកន្លងផុតទៅយ៉ាងលឿននឹកដល់ហេតុការណ៍កាលពីយប់មិញគាត់ចាំបានយ៉ាងច្បាស់ថាពេលដែលគាត់ចាប់ផ្ដើមស្ងប់ចិត្តសម្លេងទាំងនោះក៏បានផ្លាស់ប្ដូរគាត់ចាំបានយ៉ាងច្បាស់ថាបានឮបទភ្លេងដ៏ពិរោះរណ្ដំមួយគាត់បានយល់សពលើកនេះគាត់មិនបានយល់សពឃើញមេរៀនរបស់លោកគ្រូប៉ៃនោះទេផ្ទុយទៅវិញគាត់បានយល់សពថាគាត់កំពុងហូបសាច់ពោះជាមួយប្រធានក្រុមគោលាន់នៅជំរំអ្នករើសអេតចាយនៅទីបំផុតស៊ីឈិងក៏អោនសម្លឹងមើលដបថតសម្លេងនោះពេលដែលគាត់រើសវាឡើងមកគាត់បានឮសម្លេងដូចគ្នានឹងយប់មិញបេះបិទវាគឺជាការចម្លងយ៉ាងល្អឥតខ្ចោះរហូតធ្វើឲ្យគាត់មានអារម្មណ៍ថាគ្រាន់តែបិទភ្នែកគាត់ហាក់ដូចជាកំពុងមើលឃើញខ្មោចរាប់មិនអស់កំពុងលងបន្លាចម្ដងទៀតអញ្ចឹងអារម្មណ៍ចម្រុះបានកើតឡើងនៅក្នុងខ្លួនគាត់ខណៈដែលគាត់មានអារម្មណ៍ថាហាក់ដូចជាកំពុងយល់សប្តម្ដងទៀតលើកនេះរូបភាពដែលគាត់បានឃើញគឺជារូបគាត់កំពុងដើរចេញពីជំរំអ្នករើសអេតចាយដោយមានស្ពាយប្រធានក្រុមគោលាន់នៅលើខ្នងគាត់ថែមទាំងអាចឮការផ្ដាំផ្ញើរបស់បរិសចំណាស់នោះទៀតផងឯងត្រូវតែប្រុងប្រយ័ត្នចំពោះអ្នករើសអេតចាយផ្សេងទៀតកុំភ្លេចឲ្យចំណីឆ្កែរាល់យប់ផងឯងអាចទុកចិត្តពួកវាបានច្រើនជាងអ្នកណាទាំងអស់នៅក្នុងជំរំនេះទៅទៀតចងចាំណាត្រូវហូបឲ្យបានគ្រប់គ្រាន់ហើយកុំហូបម្ហូបត្រជាក់ៗឲ្យសោះត្រូវកម្ដៅវាសិនឯងកំពុងស្ថិតក្នុងវ័យលូតលាស់ដូច្នេះកុំខ្ជិលរឿងបែបនេះឲ្យសោះបើឯងខ្ជិលឯងនឹងស្ដាយក្រោយនៅពេលឯងចាស់ទៅអូត្រូវហើយចងចាំដេកនៅលើគ្រែផងហើយប្រើកម្រាលពូកផងកុំខ្លាចប្រឡាក់អីគ្រាន់តែបោកគក់វានៅពេលដែលឯងត្រូវការហើយហាលវាឲ្យត្រូវពន្លឺព្រះអាទិត្យឲ្យស្ងួតទៅជាការស្រេចស៊ីឈិងញ័រខ្លួនបន្តិចខ្យល់សមុទ្របោកធ្វើឲ្យអាវផាយនិងសក់របស់គាត់រវើកប៉ុន្តែវាមិនអាចបំបត្តិភាពសោកសៅដែលគាត់មានពីរឿងរ៉ាវអតីតកាលទាំងនោះបានឡើយពេលវេលាបានកន្លងផុតទៅទីបំផុតគាត់ក៏ដកដង្ហើមធំអោនសម្លឹងមើលដបនោះរួចខ្សឹបតិចៗថាខ្ញុំនៅតែរកមិនទាន់ឃើញផ្កាយូកាលសោះគាត់ត្រូវចំណាយពេលមួយសន្ទុះទើបអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានពេលដែលគាត់អាចគ្រប់គ្រងវាបានកែវភ្នែករបស់គាត់ក៏បញ្ចេញពន្លឺនៃការតាំងចិត្តយ៉ាងមុតស្រួចខ្ញុំនៅខ្សោយពេកហើយខ្ញុំត្រូវតែខ្លាំងជាងនេះសម្លឹងមើលជុំវិញខ្លួនគាត់ដឹងថាគាត់កំពុងស្ថិតនៅតំបន់ដាច់ស្រយាលមួយគាត់ហោះឡើងទៅលើអាកាសពិនិត្យមើលជុំវិញដើម្បីប្រកាសថាគ្មាននរណាម្នាក់នៅទីនោះទេបន្ទាប់មកគាត់ក៏ត្រឡប់ចុះមកទូកវេទមន្តវិញហើយសម្លឹងមើលទៅសមុទ្រអាស្រមោលហៅបរោះយក្សនិងរទេះសេះនេះនោះមកពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមជះរស្មីទន់ភ្លន់មកលើផ្ទៃសមុទ្រទឹកសមុទ្រដងងងឹតមើលទៅប្រៀបដូចជាបន្ទះត្បូងថ្មពណ៌ខ្មៅដ៏អាចកំបាំងមួយផ្ទាំងធំពេលដែលពន្លឺព្រះអាទិត្យជះមកលើវាហាក់ដូចជាមានសភាពរលួយឬពុកផុយខ្លះៗប្រហែលជាកាលពីអតីតកាលសមុទ្រនេះមើលទៅមានភាពអស្ចារ្យដោយសារតែភាពធំធេងឥតព្រំដែនរបស់វាប៉ុន្តែពេលនេះវាបែរជាមើលទៅគួរឲ្យស្អប់ខ្ពើមទៅវិញដោយសារតែក្លិនអายដែលភាយចេញពីវត្ថុដ៏គួរឲ្យរន្ធត់ដែលដេកលក់នៅបាតសមុទ្រដូចជាបរិយាដែលទាញរទេះសេះនាគនេះជាដើមស្រមោលខ្មៅមិនមានការស្ទាក់ស្ទើរតតែសោះវាមិនយល់ពីអ្វីដែលស៊ីឈិងកំពុងធ្វើនោះទេហើយចង់តែបដូររូបរាងទៅជាសញ្ញាសួរប៉ុណ្ណោះប៉ុន្តែជំនួសឲ្យការធ្វើបែបនោះវាបែរជាធ្វើខ្លួនជាកូនល្អនិងស្ដាប់បង្គាប់ដូចជាភាវរស់ផ្សេងទៀតដែលខ្លាចស្លាប់អញ្ចឹងគ្រាន់តែស៊ីឈិងបញ្ចេញបទបញ្ជាភ្លាមស្រមោលខ្មៅក៏ហាមាត់បញ្ចេញសម្លេងយ៉ាងខ្លាំងសម្លេងទំពាគ្រួបានបន្លឺឡើងសម្លេងដែលប្រៀបដូចជាការសង្កេតធ្មេញបានបន្លឺឡើងពេញផ្ទៃទឹកវាមិនសូវខ្លាំងប៉ុន្មានទេប៉ុន្តែវាមានលក្ខណៈពិសេសម្យ៉ាងហាក់ដូចជាសញ្ញាមួយដែលបញ្ជូនទៅដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់វត្ថុជាក់លាក់ណាមួយចឹងខណៈដែលស៊ីឈិងកំពុងរងចាំដោយប្រុងប្រយ័ត្នបំផុតខ្យល់ក៏ចាប់ផ្ដើមបក់បោករលកតូចៗបានផុសឡើងលើផ្ទៃទឹកដ៏ស្ងប់ស្ងាត់បន្តិចម្ដងបប្រែទៅជារលកធំៗទឹកសមុទ្រពណ៌ខ្មៅខ្ទាតសាច់តាមកម្លាំងខ្យល់ទន្ទឹមនឹងនោះស៊ីឈិងបានផ្ដោតអារម្មណ៍ទៅលើនីគុវែងរបស់គាត់ដោយតាមដានមើលស្ថានភាពនៅក្រោមទឹកតាមរយៈកែវភ្នែករបស់វាត្រូវចំណាយពេលបន្តិចប្រហែលជាមកពីស៊ីឈិងបានធ្វើដំណើរឆ្ងាយពីកន្លែងចុងក្រោយដែលគាត់បានឃើញបរិយានិងរទេះសេះនាគនោះឬប្រហែលជាមកពីបរិយានោះបានរើទៅកន្លែងផ្សេងដ៏ឆ្ងាយទោះជាយ៉ាងណាក៏ដោយវាត្រូវចំណាយពេលប្រហែល1ធូបរលកទឹកក៏កាន់តែខ្ពស់ឡើងស្មើផ្សែងបន្ទាប់មកតាមរយៈនីគុវែងស៊ីឈិងបានឃើញវត្ថុដ៏ធំមហិមាមួយកំពុងធ្វើចលនាឆ្លងកាត់ទឹកនៅឯទីឆ្ងាយវាមកដល់ហើយគាត់មានអារម្មណ៍ភ័យប៉ុន្តែក៏ពោពេញដោយការតាំងចិត្តផងដែរ
បញ្ឆេះអណ្ដាតភ្លើងជីវិតដែលធ្វើឲ្យចង្គៀងជីវិតរបស់គាត់ភ្លឺចែងចាំងគាត់បានឈានចូលសភាពពន្លឺអច្ឆរិយៈគ្រាន់តែគាត់ចូលដល់សភាពនោះភ្លាមភាពងងឹតនៃសមុទ្រក៏ផ្លាស់ប្ដូរគាត់អាចមើលឃើញកាន់តែច្បាស់ដែលធ្វើឲ្យគាត់ងាយស្រួលក្នុងការសង្កេតឃើញបរិយាដ៏ធំសម្បើមដែលគ្របដណ្ដប់ដោយតង់តកុលរាប់មិនអស់នោះអ្វីៗនៅជុំវិញស៊ីឈិញហាក់ដូចជាកំពុងផ្លាស់ទីយ៉ាងយឺតលើកលែងតែបរិយានោះតែប៉ុណ្ណោះហាក់ដូចជាសភាពពន្លឺអច្ឆរិយៈរបស់គាត់មិនមានឥទ្ធិពលអ្វីទាល់តែសោះនៅពេលស្ថិតនៅចំពោះមុខបរិយានេះវាបានដើរសម្ដៅមកកាន់គាត់កាន់តែច្បាស់ឡើងស្របពេលដែលសម្លេងច្រវាក់ទង្គិចគ្នាលាន់រំពងពេញផ្ទៃទឹកនៅពីក្រោយបរិយាគឺជាតេសេះនាគលង្ហិនដ៏ទ្រុឌទ្រោមវាត្រូវបានគ្របដណ្ដប់ដោយស្នាមច្រេះប៉ុន្តែវានៅតែមានទំហំធំសម្បើមនិងមានរូបរាងដ៏គួរឲ្យខ្លាចពេលនេះពួកគេនៅឆ្ងាយពីគ្នាត្រឹមតែប្រហែល 3000 ម៉ែត្រប៉ុណ្ណោះទឹកនៅជុំវិញនោះហាក់ដូចជាមិនអាចរារាំងចលនារបស់បរិយានោះបានទាល់តែសោះហើយវាបានបញ្ចេញក្លិនអាយដ៏អាថ៌កំបាំងនិងគួរឲ្យរន្ធត់បំផុតស៊ីឈិងមិនដែលធ្លាប់មកជិតដល់ថ្នាក់នេះពីមុនមកទេលើកទី1គាត់នៅឆ្ងាយពីវាប្រហែល 30,000 ម៉ែត្រផនហើយសឹងតែមើលចម្លាក់នៅលើរទេះសេះនោះមិនច្បាស់ផងលើកមុនគាត់នៅឆ្ងាយពីវា 2-3000 ម៉ែត្រហើយមានកម្រិតវឹកហាត់ខ្ពស់ជាងមុនដូច្នេះគាត់អាចមើលឃើញរូបភាពទាំងនោះច្បាស់ជាងមុនពេលនេះនៅពេលដែលបរិយាដើរមកដល់ចម្ងាយ 3000 ម៉ែត្រហើយកាន់តែខិតមកជិតរូបភាពចម្លាក់ទាំងនោះក៏កាន់តែច្បាស់ក្នុងពេលជាមួយគ្នានោះស៊ីឈិងមានអារម្មណ៍ថាមានសម្ពាធដ៏ធ្ងន់ធ្ងរប្រៀបដូចជាភ្នំដួលរលំនិងសមុទ្រកាសរីងកំពុងសង្កត់សង្កិនមកលើព្រលឹងរបស់គាត់ព្រឹទ្ធាចារ្យវជ្រមាសញ័រខ្លួនចម្ប្រប់ហើយហោះចូលទៅក្នុងជម្រៅនៃកូនកាំបិតខ្មៅដើម្បីទប់ទល់នឹងសម្ពាធនោះចំណែកឯស៊ីឈិងវិញស្មារតីរបស់គាត់កំពុងតែញ័ររង្គើហើយមានឈាមហូរចេញពីច្រមុះនិងភ្នែករបស់គាត់មានតែស្រមោលខ្មៅប៉ុណ្ណោះដែលហាក់ដូចជាមិនរងផលប៉ះពាល់អ្វីទាល់តែសោះតាមមើលទៅស្រមោលនោះពិតជាខ្លាចរអាការធ្វើទរណកម្មរបស់ស៊ីឈិងមែនទោះបីជាឃើញស៊ីឈិងស្ថិតក្នុងស្ថានភាពមិនសូវល្អក៏ដោយក៏ស្រមោលនោះមិនហ៊ានប្រថុយធ្វើអ្វីប្រឆាំងនឹងគាត់ឡើយជូតឈាមចេញពីមុខស៊ីឈិងសម្លឹងមើលស្រមោលនោះយ៉ាងត្រជាក់ប៉ុន្តែមិនបាននិយាយអ្វីនោះទេបន្ទាប់មកគាត់ក៏ងាកមកមើលសមុទ្រវិញបន្ទាប់ពីវាតម្លៃស្ថានភាពមួយសន្ទុះកែវភ្នែករបស់គាត់ក៏បញ្ចេញពន្លឺនៃការតាំងចិត្តវានៅឆ្ងាយបន្តិចទៀតខ្ញុំគ្មានពេលត្រូវខ្ជះខ្ជាយទេវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានការស្ដាប់នៅភាគបន្តសូមអរគុណ